សួស្តីបងប្អូនជនរួមជាតិខ្មែរជាទីគោរពថ្ងៃនេះគឺជាថ្ងៃដែលប្រវត្តិសាស្ត្រត្រីចារទុកប្រទេសជិតខាងយើងកំពុងតែជួបគ្រោះមហន្តរាយផ្ទួនខ្ទួនវីប្រហារច្រើនទិសក្នុងពេលតែមួយប្រៀបបាននឹងឋាននរកលើដីចាប់តាំងពីការសងសឹករបស់ធម្មជាតិភ្លើងឆេះរលាយទីក្រុងសេដ្ឋកិច្ចដួលរលំរហូតដល់ការទះកំភ្លៀងផ្លូវច្បាប់យ៉ាងចាស់ដៃពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាលើរឿង MOU 2000តើប្រទេសថៃកំពុងតែធ្លាក់ជ្រោះជ្រៅកម្រិតណាតោះទៅវាសកាត់ការពិតដ៏ព្រឺសម្បូរនេះជាមួយខ្ញុំបាទឥឡូវនេះបងប្អូនអើយរឿងរ៉ាវអាក្រក់បានចាប់ផ្ដើមលងបន្លាយប្រទេសជិតខាងយើងហាក់ដូចជាបណ្ដាសាដែលមិនអាចគេចផុតឡើយកាលពីថ្ងៃទី25ខែមិនិនាឆ្នាំ2026នេះធម្មជាតិបានផ្ដើមវាយបកយ៉ាងចាស់ដៃនៃឯភីខាងជើងត្រង់ចំណុចផ្លូវ Highway លេខ108ចន្លោះស្រុកហូតនិងម៉ែសារៀងបងអូនសាកស្រមៃមើលចុះមេឃកំពុងតែស្រឡះល្អកម្ដៅថ្ងៃកំពុងតែចាំងក្ដៅគគុកសុកស្រាប់តែមេឃប្រៃជួយខ្មៃងងឹតស្លុបក្នុងមួយពព្រិចភ្នែកពពកខ្មៃរមៀលមកគ្របដណ្ដប់ពេញព្រៃប្រៀបដូចជាមានស្រមោលបិសាចយៈមកបាំងព្រះអាទិត្យអញ្ចឹងភ្លាមនោះខ្យល់កន្ត្រាក់បានបោកមកយ៉ាងសាហាវឮសូរដូចសំឡេងក្រហមគួរឲ្យព្រឺសម្បុរពេញព្រៃជ្រៅស្រាប់តែសំឡេងបាក់មេឃជ្រើលាន់ឡើងកងរំពងប្រឹសប្រាំងក៏គ្រើកញ័រញាក់សាច់មុននឹងដើមឈើដ៏ធំមហិមាទំហំប៉ុនអោបបានរលំដួលបោកសង្កត់ពីលើបង្គោលភ្លើងកម្លាំងខ្ពស់បាក់រៀបដល់ដីសំឡេងផ្ទុះខ្សែភ្លើងលាន់ឡើងដួងផាំងផ្កាភ្លើងបាញ់សាទពេញថ្នល់ភ្លឺផ្លែតប្រៀបដូចជារន្ទះបាញ់ក្បែរត្រចៀកគួរឲ្យរន្ធត់បំផុតអ្នកដំណើរម្នាក់ឈ្មោះសុំឆៃដែលបានរស់ជីវិតពីគ្រោះមរណៈនេះបានរៀបរាប់ទាំងដីជើងញ័រទៅត្រើតមុខស្លេកស្លាំងដូចខ្មោចចូលថាខ្ញុំភ័យបាត់បង់ស្មារតីអស់ហើយពេលឃើញដើមឈើរលំមកខ្ញុំជន់ហ្វ្រាំងឡើងអូសកង់ឡានផ្សែងហុយត្រលំពេញថ្នល់តែ2វិនាទីទៀតប៉ុណ្ណោះដើមឈើនោះច្បាស់ជាសង្កត់ក្បាលខ្ញុំនឹងឡានខ្ទេចបាត់ហើយខ្សែភ្លើងរាប់ពាន់វ៉ុលបានធ្លាក់មកឆក់កន្ត្រាក់រេពេញដីក្បែរទ្វារឡានខ្ញុំសឹងតែគាំងបេះដូងស្លាប់នៅកន្លែងនឹងទៅហើយបងប្អូនអើយមិនមែនតែលោកសុំឆៃទេប្រជាពលរដ្ឋថៃរាប់សិបឡានដែលបើកបរតាមពីក្រោយបាននាំគ្នាភ័យស្លន់ស្លោដល់កម្រិតកំពូលសម្រែកយំសោកនិងសម្រែកជួយផងលាន់លឺពេញថ្នល់អ្នកខ្លះភ័យពេកព្យាយាមដាក់លេខថយក្រោយទាំងតុកស្លុតរហូតបុកឡានគ្នាឯងវឹកវឺពេញនឹងនៅក្នុងឡាននីមួយម្ដាយនិងកូនបានត្រឹមតែអោបគ្នាស្រែកយំព្រោះស្មានតែដល់ថ្ងៃអវសាននៃជីវិតទៅហើយហេតុការណ៍នេះបានធ្វើឲ្យផ្លូវចរាចរណ៍ទាំងពីរគន្លងត្រូវកាត់ផ្តាច់ទាំងស្រុងមិនមានអ្នកណាហ៊ានក្រមើកទួឡើយអ្វីដែលរឹតតែគួរឲ្យតាក់ស្លុតនោះគឺតំបន់កើតហេតុបានប្រែជាងងឹតស្លុបគ្មានភ្លើងអគ្គិសនីប្រើនិងគ្មានសូម្បីតែសេវាទូរស័ព្ទសម្រាប់ហៅរកជំនួយคล้ายជាតំបន់ដាច់ស្រយាលកាត់ផ្តាច់ពីពិភពលោកភ្លាមតែម្ដងអ្នកដំណើរទាំងអស់បានត្រឹមតែអង្គុយញ័រញាក់កណ្ដាលព្រៃជ្រៅអស់រយៈពេលជិត2ម៉ោងក្នុងភាពឯកោនិងក្តីបារម្ភជាទីបំផុតទើបមានក្រុមសង្គ្រោះមកដល់ដើម្បីជួយរំដោះពួកគេចេញពីសមរភូមិគ្រោះធម្មជាតិដ៏រន្ធត់មួយនេះបងប្អូនជនរួមជាតិខ្មែរកាលពីពាក់កណ្ដាលអាធ្រាត្រស្ងាត់ជ្រងំក្នុងខណៈដែលមនុស្សម្នាកំពុងលង់លក់ក្នុងដំណេកសំឡេងផ្ទុះដ៏កក្រកមេឃដីប៊ូមប្រាំងបានដាក់អ្នកភូមិឲ្យភ្ញាក់ទាំងប្រលឹងចុងសក់មិនមែនជាការវាយប្រហារពីខ្មាំងសត្រូវមិនមែនជាការប្លន់ប៉ោះប៉ូលីសតែវាគឺជាបិសាចភ្លើងដែលបានផ្ទុះឡើងចេញពីក្នុងទីស្នាក់ការប៉ូលីសខេត្តលបបុរីតែម្ដងបងប្អូនមើលក្នុងរូបភាពនេះទៅមើលអណ្ដាតភ្លើងពណ៌ក្រហមឆ្អោតដូចឈាមបានបាញ់ចេញតាមបង្អួចលេបត្របាក់អគារឈើ2ជាន់យ៉ាងកញ្ជ្រោលសំឡេងឈើត្រូវភ្លើងស៊ីលឺសូកប្រេះមុននឹងបាក់រលំគ្រាំធ្លាក់មកដល់ដីបង្កោជាផ្សែងខ្មៅខ្មួលខ្មាញ់ហុយទៅបិទបាំងពន្លឺព្រះច័ន្ទជិតឈឹងប្រៀបដូចជានរកលោកកយាយមកដល់គីបង្កយប៉ុន្តែចំណុចដែលធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលនិងចង់ទប់សំណើចបញ្ចប់នោះគឺសកម្មភាពរបស់អ្នកការពារច្បាប់អ៊ំស្រីវ៉ាន់សាក្សីដែលរស់នៅគៀកកន្លែងកើតហេតុបំផុតបានរៀបរាប់ទាំងហួកថ្លើមថាយីខ្ញុំលឺសូរផ្ទុះផាងស្មានតែចោលប្លន់ប៉ុស្តិ៍
ដល់បើកទ្វារចេញមកហួសចិត្តចង់ថ្លែងឃើញតែអស់លោកប៉ូលីសរត់បាតជើងសព្រាតចេញពីប៉ុស្តិ៍ប្រជែងគ្នាដណ្ដើមផ្លូវរត់យកប្រាណអ្នកខ្លះរត់ទាំងអត់អាពាកអាវអ្នកខ្លះទៀតរត់បណ្ដាដៃទៀងខោបណ្ដាព្រោះខ្លាយភ្លើងឆេះខ្លោចគូតសូម្បីតែបំពង់ពន្លត់អគិភ័យដែលនៅនឹងដៃក៏គ្មានលោកណាម្នាក់នឹកខឿងទាញមកបាញ់សង្គ្រោះសូម្បីតែមួយញាក់បងប្អូនអើយកងកម្លាំងពន្លត់អគិភ័យរាប់សិបឡានបាំងប្រញាប់ចុះមកបាញ់ទឹកទាំងបែកញើសពុនក្របពោតតទល់ជាមួយកម្ដៅភ្លើងដែលក្ដៅសឹងតែរលាស្បែកតែអ្វីប្រែជាយឺតពេលទៅហើយអាគារទាំងមូលប្រែជាគំនរផេះក្នុងរយៈពេលដ៏ខ្លីបំផុតអ្វីដែលសង្វេគនោះគឺអស់លោកប៉ូលីសដែលធ្លាប់តែអង់អាចបែរជាត្រូវមកឈរអោបដៃញ័រជើងមុខស្លេកស្លាំងសម្លឹងមើលកន្លែងធ្វើការនិងឯកសារសំខាន់របស់ខ្លួនឆេះរលាយបាត់បង់អស់គ្មានសល់ត្រឹមមួយប៉ព្រិចកណែកបងប្អូនជនរួមជាតិខ្មែរជាទីគោរពគ្រោះកាចដែលកំពុងកើតឡើងនៅប្រទេសជិតខាងយើងពេលនេះប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណវាយប្រហារមិនឲ្យសម្រាកដកដង្ហើមបានឡើយបិសាចភ្លើងបានបន្តបេសកកម្មដ៏សាហាវរបស់វាដោយលោតផ្លោះចូលទៅកណ្ដាលបេះដូងទីក្រុងបាងកកក្នុងខណ្ឌបាងខុនធានបង្កជាមហន្តរាយដ៏រន្ធត់បំផុតត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះអណ្ដាតភ្លើងបានឆាបឆេះលេបត្របាក់ផ្ទះសម្បែងនិងឡាន pick up មួយគ្រឿងយ៉ាងសន្ធោសន្ថៃសំឡេងផ្ទុះកំប៉ុងហ្គាសលាន់ឡាញប្រាំងដួងក៏ក្រោកដូចរន្ទះបាញ់ចេញពីក្នុងគំនរភ្លើងធ្វើឲ្យផ្អើលឈរជើងលែងជាប់ពេញទីក្រុងបាងកកទិដ្ឋភាពនៅពេលនោះគឺគួរឲ្យតក់ស្លុតជាទីបំផុតប្រជាពលរដ្ឋភ័យស្លន់ស្លោស្រែកយំលោឡាម្ដាយអោបកូនតូចរត់គេចយកប្រាណទាំងដង្ហើមចង្រិតខ្លះជំពប់ជើងដួលរលត់ជង្គង់ក៏ត្រូវតែខំប្រាំងងើបរត់ឲ្យលឿនបំផុតដើម្បីគេចពីកម្ដៅភ្លើងដែលហៀបនឹងឆាបឆុកយកជីវិតសូម្បីតែអ្នកជិតខាងដែលចុះមកជួយក៏បានត្រឹមតែឈរសម្លឹងមើលទាំងក្តីបារម្ភនិងរន្ធត់ចិត្តជាទីបំផុតងាកទៅមើលភៀងខាងជើងនៅឯខេត្តលំប៉ាងឯណោះវិញស្ថានភាពរឹតតែតានតឹងនិងព្រឺព្រួចខ្លាំងលើសដើមឃ្លាំងស្តុកឈើដ៏ធំមួយកន្លែងត្រូវបានភ្លើងឆេះកញ្ជ្រោកប់ពពកចំកណ្ដាលថ្ងៃត្រង់ម៉ោង 12:40 នាទីបងប្អូនគិតមើលចុះកម្ដៅថ្ងៃដ៏ក្ដៅហែងពីលើអាកាសបូកបញ្ចូលគ្នាជាមួយកម្ដៅភ្លើងឆេះឈើស្ងួតរាប់តោនធ្វើឲ្យតំបន់នោះក្ដៅហាក់បីដូចជាឡអាងសាច់រក់អញ្ចឹងសំឡេងឈើស្ងួតផ្ទុះប្រេះលាន់ប្រេះផាំងដោយគេបាញ់កំភ្លើងត្បាល់ក្នុងសមរភូមិធ្វើឲ្យអ្នកស្រុកភ័យរត់បាតជើងសព្រាតចោលផ្ទះសម្បែងព្រោះខ្លាចអណ្ដាតភ្លើងហោះរាវដាលលេបត្របាក់អ្វីគ្រប់យ៉ាងផ្សែងពុលពណ៌ខ្មៅខ្មួលខ្មាញ់បានហុយឡើងទៅបិទបាំងពន្លឺព្រះអាទិត្យជិតឈឹងធ្វើឲ្យផ្ទៃមេឃខេត្តលំប៉ាងប្រែជាងងឹតស្លុបគួរឲ្យព្រឺសម្បុរបំផឹកអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសថៃកាន់តែភ័យបែកញើសប៉ុនក្របពោតរហូតដេកលែងលក់បារម្ភពីសុវត្ថិភាពនោះគឺគ្រោះកាចដែលកើតចេញពីបច្ចេកវិទ្យាទំនើបឡានអគ្គិសនី EV ម៉ាក Volvo មួយគ្រឿងតម្លៃរាប់ម៉ឺនដុល្លារបានទុសេអាគុយឆេះសន្ធោសន្ថៃកំដាលភូមិគ្រឹះដ៏ស្កឹមស្កាយមួយនៅបាងកកសាក់សៃនៅកន្លែងកើតហេតុបានរៀបរាប់ទាំងព្រឺក្បាលថាមុនពេលឆេះគេបានឮសំឡេងស៊ឺចេញពីបាតឡានហាក់ដូចជាមានអ្វីម្យ៉ាងជិតផ្ទុះភ្លាមនោះផ្សែងពណ៌សក៏បាញ់ចេញមកយ៉ាងកន្ត្រូលហើយអណ្ដាតភ្លើងគីមីក៏ឆាបឆេះឡើងយ៉ាងសាហាវទោះបីជាឡានទឹកបាញ់ស្រោចរាប់ពាន់លីត្រក៏វាមិនព្រមរលត់ទៅវិញងាយដែរធ្វើឲ្យម្ចាស់ផ្ទះភ័យស្លន់ស្លាវិញ័រដៃញ័រជើងអស់ហើយមិនទាន់អស់ទេសូម្បីតែរទេះវាយកូនហ្គលហ្វអគ្គិសនីតូចមួយគ្រឿងដែលចតស្ងៀមនៅឯខេត្តអយុធយាក៏ស្រាប់តែទុសេឆេះឡើងយ៉ាងសន្ធោសន្ថោយស្ទើរតែរលាយភូមិគ្រឹះតម្លៃរាប់សែនដុល្លារคล้ายជាផែបាត់ទៅហើយហេតុការណ៍គ្រោះថ្នាក់ផ្ទួនដែលកើតឡើងពីអាគុយអគ្គិសនីនេះបានធ្វើឲ្យប្រជាពលរដ្ឋថៃផ្អើលឈរឡោនិងភ័យខ្លាចជាទីបំផុតព្រោះមិនដឹងថាវានឹងកើតឡើងនៅកន្លែងណាទៀតឡើយនេះបញ្ជាក់យ៉ាងច្បាស់ថាមិនថាអ្នករស់នៅផ្ទះឈើធម្មតាឬភូមិគ្រឹះស្កឹមស្កាយនោះទេសុទ្ធតែត្រូវរស់នៅដោយក្តីបារម្ភនិងប្រុងប្រយ័ត្នខ្ពស់បំផុតនៅកាលៈទេសៈដែលគ្រោះអគ្គិភីកំពុងយាយីក្រឹបចកលហកបែបនេះសួស្តីបងប្អូនជនរួមជាតិខ្មែរខណៈដែលភ្នក់ភ្លើងទុកវេទនាកំពុងឆេះរលាយផ្ទះសម្បែងប្រជាពលរដ្ឋមិនទាន់រលត់ផងស្រាប់តែរដ្ឋាភិបាលថៃបានបង្កព្យុះសង្គ្រាមសេដ្ឋកិច្ចមួយទៀតវាយប្រហារចំកណ្ដាលបេះដូងប្រជាជនខ្លួនឯងយ៉ាងចាស់ដៃបងប្អូនដឹងទេមុននេះបន្តិច
ឋានៈដឹកនាំថៃបានសម្ដែងល្ខោនក៏ហៅក្រុមហ៊ុនប្រេងយ៉ាក់មកប្រជុំបន្ទាន់ធ្វើជាប្រកាសក្តែងថាមិនអោយខ្វាក់ប្រេងនិងហាមលាក់ស្ទុកក្នុងឱកាសបុណ្យសង្ក្រាន្តតែបងប្អូនហើយនេះគ្រាន់តែជាល្បិចបំបាំងភ្នែកដើម្បីរៀបចំផែនការជញ្ជក់ឈាមតែប៉ុណ្ណោះត្រឹមតែមួយប្រព្រឹត្តភ្នែកក្រោយការប្រជុំនៅវេលាកណ្ដាលអាត្រាតស្ងាត់ជ្រងំរដ្ឋាភិបាលថៃបានលួចប្រកាសឡើងតម្លៃប្រេងរហូតដល់ទៅ6បាតក្នុង1លីត្រឬប្រមាណ$0.17ក្នុង1លីត្រឡើងតែម្ដងនេះគឺជាការវាយឆ្មក់ទាកកំភ្លៀងប្រជាពលរដ្ឋទាំងកំពុងដេកលក់ព្រឹកឡើងពួកគេបើកភ្នែកមកត្រូវបង្ខំចិត្តចាក់ប្រេងថ្លៃកប់ពពកទុននឹងឡើងថ្លៃជីវភាពធ្លាក់ដុនដាបដល់ចំណុច0អ្វីដែលធ្វើឲ្យប្រជាជនជុកឈាមបំផុតនោះគឺលោកនាយករដ្ឋមន្ត្រីអនុធីនបែរជាដើរចេញពីវិមានរដ្ឋាភិបាលឡើងជិះឡានអគ្គិសនី EV Mark BYD ថ្មីសន្លាងរបស់ខ្លួនរួចអួតប្រាប់អ្នកកាសែតយ៉ាងរំភាយថាបងប្អូនគួរតែងាកមកជិះឡានអគ្គិសនីទៅដើម្បីសន្សំលុយសម្ដីនេះគឺប្រៀបដូចជាការយកអំបិលទៅបាចលើដំបៅប្រជាជនក្រីក្រដែលសូម្បីតែលុយទិញអង្ករស្ទើរតែគ្មានផងតើមានលុយរាប់ម៉ឺនដុល្លារឯណាទៅទិញឡាន EV ជិះដូចលោកនោះថែមទាំងនិយាយលេងសើចថាបើកមិនសូវស្ទាត់តែទិញធានារ៉ាប់រងហើយនេះឬមេដឹកនាំគឺរក់នៅលើគំនរទុករបស់ប្រជាជនយ៉ាងពិតប្រាកដងាកមកមើលរឿងសន្តិសុខវិញបងប្អូនហើយប្រទេសនេះប្រៀបបានទៅនឹងរដ្ឋម៉ាហ្វៀទៅហើយក្រុមខ្មាន់កំភ្លើងអាចកាន់អាវុធសង្គ្រាមតាមដានសមាជិកសភាឈ្មោះកាមុនសាក់លីវ៉ាម៉ោះតាំងទីប្រលានយន្តហោះរហូតដល់ផ្ទះរួចបែកការបាញ់រះរហូតដល់ទៅ33គ្រាប់យ៉ាងអនាធិបតេយ្យនេះសបញ្ជាក់យ៉ាងច្បាស់ថាច្បាប់នៅទីនោះគឺធូររលុងជាងសំណាញ់យឺតសូម្បីតែអ្នកតំណាងប្រជាពលរដ្ឋក៏ការពារមិនបានផងតើមានអ្នកណាទៅធានាសុវត្ថិភាពឲ្យប្រជាពលរដ្ឋសាមញ្ញបានចំណែកឯកងទ័ពដែលពូកែអួតថាខ្លាំងឯណោះវិញកំពុងតែរវល់លេងឆាកល្ខោនស្មោកគ្រោកក្រោយពីបញ្ជូនទាហានថ្នាក់ក្រោមឲ្យទៅប្រថុយជីវិតស្លាប់នៅព្រំដែនកម្ពុជាលោកឧត្តមសេនីយ៍តូវីរាយុទ្ធបែរជាដឹកនាំទ័ពចောက်ទៅផ្ទះសັບទាហាននោះនៅខេត្តខុនកានដើម្បីចែកអំណោយនិងថតរូបញញឹមញញែមយកមុខយកមាត់បង្ហោះ Facebook ធ្វើបុណ្យមុខកាមេរ៉ាវាជាការយកជីវិតកូនចៅមកធ្វើជាចណ្ដាលជន់ប្រម៉ូតកិត្តិយសខ្លួនឯងខណៈខ្លួនឯងពួនក្នុងតង់ម៉ាស៊ីនត្រជាក់មិនតែប៉ុណ្ណោះមេតបម្នាក់ទៀតឈ្មោះផាន់សាក់ក៏លេងល្ខោនចុងព្រំដែនមីយ៉ាន់ម៉ាធ្វើជាចាប់ scammer តែធៀបពេទ្យគឺកំពុងភ័យស្លន់ស្លោរឿងឈ្មួញលួចរត់ពូនប្រេងចេញពីប្រទេសព្រោះតែវិបត្តិខ្វាក់ប្រេងក្នុងស្រុកកំពុងផ្ទុំឡើងខ្លាំងបងប្អូនជាទីគោរពដោយសារតែប្រទេសជាតិកំពុងវឹកវរខ្លាំងបែបនេះហើយទើបអ្នកនយោបាយថៃនិងក្រុមជ្រុលនិយមបង្ខំចិត្តប្រើល្បិចចាស់គំរិលទាញរឿងព្រំដែនមកបិទបាំងរឿងក្នុងស្រុកពួកគេបានបង្កើតព័ត៌មានឆៅឡៅចង់ស្នើសុំលុបចោល MOU ឆ្នាំ2000ជាមួយកម្ពុជាដើម្បីបង្វែរកំហឹងប្រជាជនថៃតែលើកនេះពួកគេបាក់ចំជើងខ្លាំងហើយរន្ទាក់បាញ់ពីទីក្រុងភ្នំពេញបានទម្លាក់ចំកណ្ដាលក្បាលពួកគេយ៉ាងចាក់ដៃធ្វើឲ្យវិលមុខរកទិសដៅមិនឃើញអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានបំបាក់ល្បិចកលនេះទាំងស្រុងដោយបញ្ជាក់យ៉ាងម៉ឺងម៉ាត់បំផុតថាទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយភាគីថៃមិនអាចលើកយកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុងរបស់ខ្លួនមកធ្វើជាមធ្យោបាយលុប MOU ឆ្នាំ2000បានឡើយកម្ពុជាបានបង្រៀនមេរៀនច្បាប់អន្តរជាតិឲ្យថៃភឺភ្នែកថាសន្ធិសញ្ញានេះត្រូវបានតម្កល់នៅអង្គការសហប្រជាជាតិរួចបាត់ទៅហើយថៃមិនអាចធ្វើចរិតក្មេងពាលនឹកឃើញចង់លុបក៏លុបនឹកឃើញចង់ដកក៏ដកនោះទេកម្ពុជាឈរលើជំហរដៃថែបមិនតតាំងតាម Facebook តែតតាំងដោយច្បាប់អន្តរជាតិនិងផែនទីប្រវត្តិសាស្ត្រធ្វើឲ្យភាគីថៃបាក់មុខគាំងសម្ដីមិនហ៊ានតមាត់សូម្បីតែមួយម៉ាត់នេះគឺជាជ័យជំនះផ្នែកការទូតដ៏ត្រចះត្រចង់របស់ព្រះរាជាណាចក្រកម្ពុជាយើងយ៉ាងពិតប្រាកដតើបងប្អូនយល់យ៉ាងណាដែរចំពោះល្បិចកលមេដឹកនាំថៃនិងភាពរឹងមាំរបស់កម្ពុជាយើងសូមបងប្អូនចូលរួមបញ្ចេញមតិនៅខាងក្រោមវីដេអូនេះទាំងអស់គ្នាកុំភ្លេចជួយចុច like share និង subscribe channel របស់ខ្ញុំបាទម្នាក់មួយផងដើម្បីជាកម្លាំងចិត្តនិងទទួលបានព័ត៌មានក្តីៗទាន់ហេតុការណ៍ជារៀងរាល់ថ្ងៃសូមអរគុណនិងសូមគោរពលា